Casemiro មកនឹង Casemiro កុំប្រញាប់ Casemiro ជួយបាននេះចាំទីលេងបារ៉ា Kobe Mainoo បញ្ជូន Bryan Mbeumo ចូលឥឡូវយើងមកមើលជំរឿន11អ្នកដំបូងរបស់លោក Michael Carrick បិសាចក្រហម Manchester United ប្រើប្រាស់ទម្រង់ 4-2-3-1 អ្នកចាំទី Zane Lemon បាទសម្រាប់ដៃទី1ខ្សែការពារ4រូបមានដូចជា Diego Dalot Harry Maguire Lisandro Martinez និង Luke Shaw ខ្សែបម្រើការពារ Casemiro Kobe Mainoo បាទពីរអ្នកខាងក្រោមនេះគឺណែនប៉ែតែម្ដងខ្សែបម្រើប្រយុទ្ធមាន Amad Diallo Bruno Fernandes Matheus Cunha ចំណែកឯប្រយុទ្ធទល់ខាងលើគឺ Bryan Mbeumo បាទតោះឥឡូវយើងមកមើលជំរឿន11អ្នកដំបូងបាទរបស់ Montgomery Tottenham Hotspur ដោយលោក Thomas Frank Vicario អ្នកចាំទីដៃទី1ខ្សែការពារ3រូបមានដូចជា João Palhinha Cristiano Romero ជាមួយនឹង Mickey Van de Ven ខ្សែបម្រើកណ្ដាល Ashley Gray Conor Gallagher Pape Matasha ជាមួយ Destiny Udogie បាទប៉ុណ្នេះគឺណែនណាបាទកណ្ដាលរបស់គេបម្រើប្រយុទ្ធមានដូចជា Wilson Odobert ជាមួយនឹង Xavi Simon ប្រយុទ្ធទល់ខាងលើតើណាមិនឆ្ងាយពី Dominic Solanke នោះទេបាទនៅក្នុងការប្រកួតនេះបាទរីករាយទស្សនាការប្រកួតដូចតទៅបាល់ក៏បានកែចេញពីភ្ញៀវ Montgomery Tottenham Hotspur ប្រើប្រាស់ឯកសណ្ឋានបាទក្រៅដីរបស់ខ្លួនដូចជាឯកសណ្ឋានទី3ហើយបាទអាវពណ៌លឿងបិសាចក្រហមរបស់យើងប្រើប្រាស់ឯកសណ្ឋានពណ៌ក្រហមខោពណ៌សបាទ Amad Diallo មកឲ្យ Bruno Fernandes Bruno ទាញបញ្ជូនដល់ Bryan Mbeumo អូយមួយជើងឆ្វេងនេះអត់ចំគោលដៅទេបាល់នេះ counter attack ភ្លាមល្អមែនទែនមើលរបៀបសាឡុងវិញ Amad Diallo ទម្លាក់ឲ្យ Bruno Fernandes បាទខ្ញុំគិតថាវាអាចនឹងមិនរំខានប៉ុន្តែមកដូចជាលឿនមែនទែនMbeumo លាំងមកជើងឆ្វេងអត់ចំគោលដៅបងប្អូនអើយបាទខុសគោលដៅទៅទេខ្ចីជើងលោកស Bruno ជាបន្ត Casemiro មកនឹង Casemiro កុំប្រញាប់ Casemiro ជួយបាននេះចាំទីអូយមកជើងអមិញឥឡូវ pressing យកបាល់បានវិញលុកជើងពីក្រោយដួលអាញាកដាល់បាទពីនៃខាងបិសាចក្រហមទេអូយCasemiro មកជើងដូចកជ្រួចមីស៊ីលមើលចុះអូយបាទបាល់នេះកាច់ Monster ពេកបាទអ្នកចាំទី Vicario ជះចេញបានញាក់សាច់តែម្ដងការជំនន់រឿបាល់ប្រព័ន្ធនេះដល់ធ្លាយហើយបាទជំនន់នេះបាល់នៅរៀលម៉ាឌ្រីតដឹងតែធ្លាយហើយល្អបាទល្អឥឡូវទៅហើយ Diego Dalot បញ្ជូនមកកណ្ដាលស្អាតណាស់មកជើងស្ដាមអូយ Matheus Cunha អូយមកជើងស្ដាប់នេះលោកអើយលោកអីក៏មិនឲ្យចូលបដ ாய் មកបាល់ល្អយ៉ាងនេះបាល់នេះបើសិនជាកោងធ្លាក់ចូលខ្ញុំនិយាយមែនហ៊ាននិយាយថា best goal of the week តែម្ដងអូយ counter ស្លាយកាត់បាល់បានមកវិញ Bruno អូយអត់ចំគោលដៅទេស្ដាយមែនទែនបាល់ប្លុកជាប់ពីខ្សែការពារ Bruno មិនគឺមកជើងមកចំហៀនរបស់គាត់ទាត់បបុកទីតែម្ដងបាទនេះបាទបាល់នេះបើសិនជាអត់មានជើងរបស់ Mickey Van de Ven ប្រហែលធ្លាយបាត់ហើយបាទពេញជើងមកទំហឹងអាហ្នឹងចឹងហើយបងបាទហ្នឹងចឹងហើយដោយសារតែសេតតម្លៃខ្ញុំវាលោតអសមកមួយផ្លែទេបាទឥឡូវឱកាសបាល់ corner kick បាទពី Manchester United លេងបាល់រ៉ា Kobe Mainoo បញ្ជូន Bryan Mbeumo Ôi, what a set piece Charmanton Bruno Mainoo Mbeumo អូយតោះមួយជើងឆ្វេងរបស់ Bryan Mbeumo បាល់រមៀលស្រាលចូលទីតែម្ដងណែ Mainoo មួយណាប្រយ័ត្នប្រយែងមែនទេដាក់លត់ cross ចូលមកខាងក្នុងហើយក៏តែមកក្បាលថែមស្ដាមចូលYes Benjamin Sesko អាស៊ីឲ្យបានគ្រាប់បាល់ទី2កាលឡើងហើយអូយបាទពូ Fred នេះចង្រៃមែនចូលមកភ្លាមបាន2គ្រាប់ភ្លាមបិសាចឯនេះ under អង្គុយបុកពូបាត់ហើយបងប្អូន report page ពូ Fred ចោលបងប្អូនអូយបាទ Bruno Fernandes បើចេញឈ្នះ Ashley Gray មកល្អបាល់នេះអត់មានអាណា offside ទេមកក្បាលoffside Bruno ទៀតបាត់ហើយដឹង offside Bruno ទៀតបាត់ហើយដឹងបើសិនជាអត់ប៉ះក្បាល Sesko គេអត់មានមើលអីច្រើនទេតែបើប៉ះក្បាល Sesko ត្រូវមើល VAR ឡើងវិញបន្តិចបាល់កណ្ដោ offside អូឲ្យ2-0ហើយឲ្យអត់អីទេ2-0ហើយអូយបាទភ័យឥឡូវបាល់គ្រប់គ្រងពីបិសាចក្រហមបែកកែងបកក្រោយឲ្យ Casemiro បញ្ជូនឡើងទៅខាងលើជាបន្តទៀតបាទអញ្ញាកណ្ដោផលំកញ្ចែបញ្ចប់ការប្រកួតហើយដូច្នេះអបអរសាទរដល់បិសាចក្រហម Manchester United ដែលទទួលបានជ័យជំនះ